copy 021បញ្ហាបាត់បាទ tele បាទ ID key បាទអញ្ចឹងជាដំបូងយើងត្រូវបាទអានលេខ ID key បាទឬក៏យើងហៅថា ECM ID ណាបាទដើម្បីយកមកធ្វើការចម្លង tele ថ្មីបាទហើយយើងត្រូវមានជាមួយនឹងម៉ាស៊ីន scan បាទ CTY 500 Pro បាទដើម្បីធ្វើការបាទអានបាទលេខកូដចេញពីម៉ាញ៉ូតូបាទទៅលើប្រភេទម៉ូតូ Scoopy Smart Key 021បាទណាអូខេបាទឥឡូវដើម្បីធ្វើការអានលេខកូដចេញពីម៉ាញ៉ូតូបានទី1យើងត្រូវមានម៉ាស៊ីន scan បាទទី2យើងប្រើជាមួយនឹងដូចរបៀបអគុយបាទបងដែលបានបញ្ចូលជាមួយនឹងកម្មវិធី Key Program បាទអាចមើលវីដេអូនេះបានណាបាទហើយសម្រាប់ការអានលេខកូដចេញពីម៉ាញ៉ូតូយើងអាចប្រើជាមួយនឹង adapter ទេបងប្អូនបាទយើងប្រើជាមួយនឹងដូច scan បាទបើសេរីខ្ពស់យើងប្រើដូចសេរីខ្ពស់ហើយបើសេរីទាបយើងប្រើជាមួយនឹងដូចសេរីទាបណាយើងដោតជាមួយនឹងអុយមេរបស់យើងចូលទៅណាបាទអូខេឥឡូវយើងបានតបជាប់ជាមួយនឹងបាទដូចតន្ន័យវាហើយបាទឥឡូវយើងចាប់ដើមចូលទៅកម្មវិធីបាទ Key Program បាទអញ្ចឹងយើងយកផងតាបាទសូមបញ្ជាក់ទៅដល់បងប្អូនទាំងអស់គ្នាដែលបានបញ្ចូលកម្មវិធី Key Program នៅពេលដែលយើងអានលេខកូដចេញពីម៉ាញ៉ូតូសូមឲ្យបងប្អូនជ្រើសរើសយកលេខរៀងទី5បាទលេខរៀងទី5បាទ ECM IMMO ID អូខេបាទអញ្ចឹងយើងបាទប្រភេទម៉ូតូ Scoopy នេះគឺប្រើជាមួយនឹងប្រព័ន្ធ Key In ណាម៉ាញ៉ូតូរបស់វាណាបាទយើងចុចអូខេមកបាទតាអូខេទៀតបាទបាទអញ្ចឹងយើងយកលេខរៀងទី1ណាយើងអានបាទ IMMO ID អូខេបាទដល់ចំណុចនេះដើម្បីយើងធ្វើការអានលេខកូដបានបងប្អូនបាទយើងត្រូវតភ្ជាប់រវាងភ្លើង 12V ដើម្បីចូលទៅក្នុងម៉ាញ៉ូតូដើម្បីឲ្យយើងធ្វើការទាញទិន្នន័យវាបានណាបងប្អូនបាទហើយសម្រាប់ខ្ញុំផ្ទាល់គឺយើងធ្វើការកែជាមួយនឹងរលាបាទដើម្បីបាទតភ្ជាប់ភ្លើងចូលទៅក្នុងម៉ាញ៉ូតូណាយើងកែរលាយើងស្រួលទេបងប្អូនណាគ្រាន់តែយករលានេះដោតទៅលើរលាជើង4ទៅណារុនរលាជើង4នេះគឺយើងអាចតភ្ជាប់បាទដើម្បីឲ្យម៉ាញ់តោមានភ្លើងយើងអាចទាញលេខកូដបានណាបងប្អូនណាបាទតាឥឡូវយើងចាប់ផ្ដើមបាទត្រៀមដើម្បីធ្វើការតភ្ជាប់ភ្លើង 12V ឲ្យយើងប្រើជាមួយនឹងរលាខែណាតាបាទយើងទៅអូខេបាទអូខេមកបាទចាំបន្តិចណាឲ្យវាតម្លៃបាទ4 5ទឹកសិនបាទអូខេបងតាបាទដោតរលាជើង4ទៅបាទហើយដើម្បីយើងធ្វើការអានលេខកូដបាទចេញពីម៉ាញ៉ូតូយកមកធ្វើការចម្លង tele ថ្មីបាទនេះយើងចាប់ផ្ដើមអានទេបងប្អូនណាបាទអញ្ចឹងសម្រាប់ម៉ាស៊ីន scan របស់យើងគឺអានលឿនបានលឿនមែនតើណាបងប្អូនណាបាទយើងអានសឹងថាអត់បានបាទ1នាទីផងបងប្អូនបាទគឺយើងអាចអានបានហើយបាទអូខេយើងបានលេខកូដមកហើយយើងបន្ទាប់គឺយើងចាប់ផ្ដើមធ្វើការបាទយកមកចម្លង tele នេះជាវីដេអូបាទរបៀបការអានលេខកូដដោយយើងមិនចាំបាច់បាទវះវត្តណាបាទអញ្ចឹងយើងអានចេញពីបាទម៉ាញ៉ូតូមកធ្វើការចម្លង tele បាទណាហើយក៏វាមានករណីដែលយើងអាចយកលេខហ្នឹងយកមកចម្លងបានហើយនឹងចម្លងមិនបានទេបងប្អូនដូចខ្ញុំរៀបរាប់ពីមុនមកអញ្ចឹងណាប្រសិនបើអានចេញពីម៉ាញ៉ូតូយកមកធ្វើការបញ្ចូល tele មិនបានគឺចុងក្រោយបងប្អូនត្រូវតែធ្វើការវះវត្តដដែលណាហើយនេះគឺជាប្រភេទបាទម៉ូតូប្រើបត20បកគោលបាទ Scoopy 021តោះបងប្អូនអញ្ចឹងបន្ទាប់ពីយើងអានលេខកូដចេញពីម៉ាញ៉ូតូមកហើយណាបាទគឺយើងយកមកធ្វើការវាយបើកសោដើម្បីបញ្ឆេះបន្តអាសន្នអញ្ចឹងបើសិនតែយើងវាយធ្វើការបើកសោបានបញ្ឆេះបានអញ្ចឹងមានន័យថាលេខកូដនេះគឺយើងអាចយកទៅចម្លង tele បានណាបាទនេះបាទលេខកូដដែលយើងអានចេញពីម៉ាញ៉ូតូតោះឥឡូវយើងកាត់ដើមណាបាទអញ្ចឹងប្រភេទ20បកគោលគឺយើងប្រើប្រាស់ជាមួយនឹងបាទប៊ូតុងចម្លងមកគឺនៅក្នុងតាដេតោះបាទចាំភ្លើងសញ្ញាពណ៌តក្រូចលោតឡើងបាទអញ្ចឹងយើងកាត់ចង្វាក់មួយយើងផ្ដើមដោយលេខ1បាទតាមលេខ5 1 2 3 4 5បាទគឺយើងវាយតាមលេខវារហូតដល់លេខ0 3 1 2 3 4 5 6 7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  1
1 2 3 4 5 1 2 1 2 3 4 1 2 3 4 5 6 7 bài chẳng là lên trong cõi nhé và lên trong cõi cho mới thì dân ai quay phải chạy vào son mà nó 1 2 3 4 5 bà chân dân lâu trăm và tên là bao sao bán lên cái cư dân ai cho từ lòng tây lên bàn bà ok một con chân dân thua cá bàn sao chân dân phải thay bàn á ok bà đi vô thay bàn ấy bà nè chân lấy có đại an trên vì mai nhà tốt rồi sân bây giờ mà thua cá về bình châu
và hơi những ai bao sao bán nó bên đây là lấy nó cứ dương ai do từ lòng đây lấy bạn phân sai và sân này vay hơi và vay để tâm tới hai bao sao bán đó lấy còn nó cứ mình ai chụp lòng đây lấy bạn này chứ sau mày vòng có con an trên phí bọt và chẳng sản bị đó cứ dương miên bằng thế họ cuốn xong chụp việc đi